សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបចុះសួរសុខទុក្ខនិងនាំយកអំណោយជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់នៅភូមិសាស្ត្រស្រុកអង្គរជុំនៅថ្ងៃទី2ខែឧសភាឆ្នាំ2026ឯកឧត្តមវិជ្ជបណ្ឌិតគ្រោះសារ៉ាន់សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបតំណាងដល់ខ្ពង់ខ្ពស់ឯកឧត្តមប្រាក់សុភ័ណ្ឌប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានដឹកនាំសហការីចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន160គ្រួសារនៅស្រុកអង្គរជុំចំនួន5ឃុំរួមមានឃុំចាឈូកឃុំតាសោមឃុំដុនពេងឃុំនគរភានិងឃុំគោកដូងក្នុងនោះសរុបរលំផ្ទះទាំងស្រុងចំនួន26គ្រួសារប៉ះពាល់ធ្ងន់ធ្ងរចំនួន134គ្រួសារឯកឧត្តមវិជ្ជបណ្ឌិតគ្រោះសារ៉ាន់សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបឯកឧត្តមបាននាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដល់ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាក៏ដូចជាឯកឧត្តមប្រាក់សុភ័ណ្ឌប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបដែលតែងតែគិតគូរចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈពូជសាសន៍ពណ៌សម្បុរជំនឿសាសនាឬនិន្នាការនយោបាយណាមួយឡើយស្របតាមទិស្លោកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នាមិនຕົកនរណាម្នាក់ចោលឡើយនិងទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជាឯកឧត្តមបានសម្ដែងការសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែងទ្រព្យសម្បត្តិដែលនេះគឺជាគ្រោះមហន្តរាយដោយធម្មជាតិគ្មាននរណាចង់ជួបប្រទះឡើយសូមបញ្ជាក់ថាសម្រាប់គ្រួសារដែលប៉ះពាល់ធ្ងន់ធ្ងរក្នុងមួយគ្រួសារទទួលបានអំណោយរួមមានអង្ករ25គីឡូក្រាមមី1កេសត្រីខ1យួរទឹកត្រី1យួរអំបិល1គីឡូកន្ទៀល1មុង1ភួយ1សារ៉ុង1ក្រមា1សង្កសី10សន្លឹកនិងថវិកាមួយចំនួននិងគ្រួសាររងគ្រោះដោយរលំផ្ទះទាំងស្រុងក្នុងមួយគ្រួសារទទួលបានអង្ករ25គីឡូក្រាមមី1កេសត្រីខ1យួរទឹកត្រី1យួរអំបិល1គីឡូកន្ទៀល1មុង1ភួយ1សារ៉ុង1ក្រមា1សង្កសី16សន្លឹកនិងថវិកាមួយចំនួន